រឿងភាពយន្តតុក្កតារបស់ Disney ទាំង5ដែលយកចេញពីរឿងពិតចង់ដឹងថាមានរឿងអ្វីខ្លះតោះទៅមើលទាំងអស់គ្នា1រឿង Snow White and the Seven Dwarfs ក្នុងរឿង Disney ព្រិលសត្រូវបានមហាក្សត្រីចិត្តអាក្រក់បំពុលដោយផ្លែប៉ោមហើយត្រូវបានដាស់ឲ្យភ្ញាក់ឡើងវិញដោយការថើបរបស់ព្រះអង្គម្ចាស់ប៉ុន្តែក្នុងរឿងពិតគ្មានការថើបពីព្រះអង្គម្ចាស់ឡើយព្រះអង្គម្ចាស់បានសុំយកម្ជូររបស់ព្រះនាងទៅរួចក៏ជំពប់ជើងនឹងមែកឈើធ្វើឲ្យផ្លែប៉ោមដែលស្ទះនៅក្នុងបំពង់កព្រះនាងរបូតចេញមកក្រៅហើយព្រះនាងក៏ដឹងខ្លួនឡើងវិញហើយនៅក្នុងពិធីករណីអាពាហ៍ពិពាហ៍មហាក្សត្រីចិត្តអាក្រក់ត្រូវបានគេបង្ខំឲ្យពាក់ស្បែកជើងដៃក្តៅហើយរាំរហូតដល់ស្លាប់ពីរឿង Pocahontas ក្នុងរឿង Disney Pocahontas បានលងស្នេហ៍ជាមួយ John Smith និងបានជួយសង្គ្រោះរូបលោកពីការតាមសម្លាប់របស់ឪពុកនាងប៉ុន្តែក្នុងរឿងពិតនាងមានឈ្មោះពិតថាម៉ាតូកាចំណែកឯឈ្មោះ Pocahontas គ្រាន់តែជាឈ្មោះក្រៅដែលមានន័យថាក្មេងខូចនាងមានអាយុទើបតែ10ឆ្នាំប៉ុណ្ណោះនៅពេលជួប John Smith ដូច្នេះគ្មានរឿងស្នេហាឡើយក្រោយមកនាងត្រូវបានជនជាតិអង់គ្លេសចាប់ខ្លួនរួចបានប្តូរមកកាន់សាសនាគ្រិស្តនិងរៀបការជាមួយ John Rolfe ដោយប្តូរឈ្មោះជា Rebecca នាងបានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសនិងបានទទួលមរណភាពដោយសារជំងឺក្នុងវ័យ21ឆ្នាំ3រឿង Rapunzel ក្នុងរឿង Disney Rapunzel មានសក់វេទមន្តដែលអាចព្យាបាលរបួសបាននិងត្រូវបានម្ដាយធម៌ Gothel ឃុំខ្លួនក្នុងពងខ្ពស់រួចបានរត់គេចខ្លួនជាមួយចៅម្នាក់ឈ្មោះ Flynn Riderប៉ុន្តែក្នុងរឿងពិតមេធ្មប់ Gothel បានឃុំ Rapunzel ក្នុងប៉មពេលដឹងថាព្រះអង្គម្ចាស់លួចមកជួបព្រះនាងមេធ្មប់បានកាត់សក់ Rapunzel ហើយបណ្ដេញនាងទៅក្នុងព្រៃមេធ្មប់បានប្រើសក់ដែលកាត់រួចដើម្បីបញ្ឆោតព្រះអង្គម្ចាស់ធ្វើឲ្យព្រះអង្គធ្លាក់ពីលើប៉មត្រូវបន្លំមុតភ្នែកឡើងងងឹតក្រោយមកពួកគេបានជួបគ្នានៅក្នុងព្រៃវិញហើយទឹកភ្នែករបស់ Rapunzel បានធ្វើឲ្យភ្នែកព្រះអង្គម្ចាស់មើលឃើញឡើងវិញចំណែកឯមេធ្មប់ត្រូវជាប់គាំងក្នុងប៉មរហូតដល់ស្លាប់4រឿង Pinocchio ក្នុងរឿង Disney Pinocchio ជាតុក្កតាឈើដែលចង់ក្លាយជាក្មេងប្រុសពិតប្រាកដដោយមានសត្វចង្រិត Jiminy Cricket ជាអ្នកណែនាំផ្លូវល្អប៉ុន្តែក្នុងរឿងដើមនិពន្ធដោយ Carlo Collodi Pinocchio ជាក្មេងរឹងរូសនិងខូចខិលគេបានវែងសត្វចង្រិតដែលនិយាយប្រដៅគេនិងញញូររហូតដល់ស្លាប់ Pinocchio ត្រូវរងការធ្វើទរណកម្មបង្អត់អាហារនិងដុតជើងឈើចោលអ្នកនិពន្ធដើមឡើយចង់បញ្ចប់រឿងដោយឲ្យ Pinocchio ត្រូវគេព្យួរកសម្លាប់ប៉ុន្តែអ្នកបោះពុម្ពផ្សាយមិនយល់ព្រមទើបបង្ខំឲ្យមានការកែប្រែដោយដាក់បញ្ចូលតួអង្គទេវតាសក់ខៀវដើម្បីជួយសង្គ្រោះគេវិញ5រឿង Winnie the Pooh ក្នុងរឿង Disney បង្កើតឡើងដោយផ្អែកលើខ្លាឃ្មុំពិតប្រាកដមួយក្បាលឈ្មោះ Winnipeg នៅសួនសត្វទីក្រុងឡុងដែលកូនប្រុសរបស់អ្នកនិពន្ធ Milne ចូលចិត្តលេងជាមួយទ្រឹស្ដីចិត្តវិទ្យាមានទ្រឹស្ដីមួយជឿជាក់ថាតួអង្គនីមួយៗនៅក្នុងរឿងនេះតំណាងឲ្យជំងឺផ្លូវចិត្តផ្សេងៗពីគ្នា Pooh មានជំងឺអសកម្មក្នុងការយកចិត្តទុកដាក់និងការចងចាំប្រភេទ impulsivity piglet មានជំងឺថប់បារម្ភទូទៅដែលហៅថា generalized anxiety disorder owl មានជំងឺពិបាកអានឬសរសេរអក្សរដែលហៅថា dyslexia ticker មានជំងឺផ្ដោតអារម្មណ៍មិនបាននិងសកម្មហួសហេតុដែលហៅថា ADHD khanga មានជំងឺថប់បារម្ភក្នុងសង្គមនិងការការពារកូនជ្រុលដែលហៅថា social anxiety rabbit មានជំងឺថប់បារម្ភដែលបង្ខំឲ្យធ្វើសកម្មភាពដដែលៗដែលហៅថា OCD EOមានជំងឺបាក់ទឹកចិត្តដែលហៅថា depression Christopher Robin មានជំងឺវិកលចរិតឬការស្រមើស្រមៃហួសហេតុដែលហៅថា schizophrenia តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែលចំពោះសាច់រឿងទាំងអស់នេះអាច comment ខាងក្រោយបានជួបគ្នានៅវីដេអូក្រោយៗទៀត